សុំមកពីឋានសួគ៌ដែលអ្នកគ្នាមកជាតិនឹងមានលុយប្រហែលកោតលៀនក៏មិនអាចស៊ីចាំខ្ញុំប្រាប់ថាជាសុំបាយធម្មតាទេអ្នកគ្នាសុំហ្នឹងចង់និយាយចាំអ្នកគ្នាមិនលេងសើចទេណាដើម្បីបានអាហារពេលនេះអ្នកគ្នាគឺខ្ញុំចំណាយពេលមួយខែគត់គឺតាំងពីថ្ងៃទី5ខែ8រហូតដល់ថ្ងៃទី5ខែ9មិនបានញ៉ាំហើយឆ្លងកាត់សឹងតែ1,80,000តនការអ្នកគ្នាចាំខ្ញុំប្រាប់ថាសន្លប់អីទៅទីថតមើលនិយាយទៅនេះអ្នកគ្នាដើម្បីបានស្ងោស្លោស្ងោស្បៃពងទាដៃម្សៅនឹងមួយចានណាគឺខ្ញុំចំណាយពេលមួយខែពេញមិនពងទាធម្មតាទេអ្នកគ្នាគឺពងទាដៃម្សៅអ្នកគ្នាពងទាហ្នឹងគឺអ្នកគ្នាឃើញចង់ណាតែក៏ពិតវាមិនមែនជាពងទាធម្មតាទេគឺក្នុងនោះក៏គ្មានពងទាដែរចាខ្ញុំចំណាយពេលមួយខែដើម្បីបានពងទាហ្នឹងដឹងធ្វើមិនខ្លះចាំខ្ញុំប្រាប់អ្នកគេឃើញស្ងោមិនហ្នឹងឯងតែពិតវាមិនមែនជាស្ងោធម្មតាទេអ្នកគ្នាមកជីវិតហ្នឹងគឺអត់មានឱកាសស៊ីមកស្ងោហ្នឹងខ្ញុំទៅលាឲ្យដោយសារអីស្ងោហ្នឹងល្មមតែបានពងទាយកមកធ្វើជាសាច់ដាក់ឆ្ងោជាមួយស្ពៃកញ្ញាហ្នឹងគឺពងទាហ្នឹងគឺមិនមែនធម្មតាទេមិនធម្មតានោះផងថាខ្ញុំត្រូវលាងពងក្រពើឲ្យស្អាតហើយតោះមកខ្ញុំយកពងក្រពើហ្នឹងគឺហៅថាពងឡាំដួយឬក៏ពងដៃណូស័រដែលបន្សល់ទុកពីសម័យកាលដៃណូស័រហ្នឹងឥឡូវហៅក្រពើហ្នឹងគឺខ្ញុំយកវាលាងឲ្យស្អាតខ្ញុំយកវាទៅត្រាំក្នុងទឹកអំបិលធ្វើជាពងទាក្រពើប្រៃចាពងទាក្រពើប្រៃដល់គ្នាពងទាប្រៃក្រពើហ្នឹងគឺចំនួនក៏ប៉ុន្តែ20ថ្ងៃយកចេញថ្ងៃទី25តែដោយសារតែរបបខ្ញុំអីចឹងទៅគាត់ទៅដល់ថ្ងៃទី5ហ្នឹងមិនបានយកចាអញ្ចឹងគឺវា30ថ្ងៃគាត់គឺខ្ញុំមានការធ្វើនេះហ่ะពងទាប្រៃក្រពើជាលើកទី1ពួកខ្ញុំមិនដែរធ្វើពងទាប្រៃទេហើយក៏ធ្វើលើកទី1គឺថាស៊ីអត់កើតអ្នកនរគ្នាគឺប្រៃជាងអំបិលគុណនឹង10ដងវាបីមួយចានចឹងដាក់អំបិល10ស្ព្រីហើយខ្ញុំក៏សម្រេចចិត្តថាយកជំនួសពេលពងក្រពើនោះ30ថ្ងៃហើយខ្ញុំក៏យកវាមកស្ងោគឺថាប្រៃខ្លាំងមែនតើប្រៃរហូតដល់ស៊ីអត់កើតពងទាពងក្រពើមកគាត់ប៉ុណ្ណេះហ្នឹងដាក់ដោតបាទខ្ញុំចូល10ស្ព្រីហើយបន្តមកបានខ្ញុំយកស្ងោស៊ីអត់កើតអីចឹងខ្ញុំក៏សម្រេចចិត្តគូសពងក្រពើធម្មតាតែមិនទាន់ស្ងោហ្នឹងនៅឆៅហ្នឹងតែវាហឹងហើយវាហឹងដោយសារវាដូចពងទាប្រៃអញ្ចឹងនេះពងនេះពងគឺដឹងតែយកវាទៅកញ្ច្រាំជាមួយសាច់ជ្រូកហើយនឹងអាពងក្រពើថាស្ងោស៊ីអត់កើតក៏យកវាកញ្ច្រាំមួយសាច់ជ្រូកដែរហើយតោះមកយកវាមកចៀនអ្នកនរគ្នាឃើញអត់ឆ្លងកាត់ប្រហែលតនការហើយតាំងពីយកវាទៅត្រាំអំបិលស្ងោតោះមកយកវាទៅចៀនគឺ3តនការអ្នកនរគ្នាចៀនហើយចាគឺស៊ីអត់កើតដែរគឺប្រៃខេះដែរចាហើយតោះមកចាក្នុងដំណាក់កាលទី4ទៅបានសម្រេចក៏មានបងអូនបើខ្ញុំជួយអ្នកនរគ្នាគឺយកវាពងក្រពើដែលចៀនពងក្រពើប្រៃពងក្រពើពងទាក្រពើប្រៃហ្នឹងតែចៀនជាមួយសាច់ជ្រូកហ្នឹងវាត្រូវញ៉ាំមួយបន្លែឆៅឆ្ងាញ់ចុចហ្នឹងតែញ៉ាំអត់កាត់ក៏យកវាមកស្ងោដល់ពេលស្ងោទៅខ្លាចទៅជាស៊ុបពងទាប្រៃក្រពើចៀនជាមួយនឹងស្បៃកញ្ញាហ្នឹងទៅអាចញ៉ាំកើតហើយសរុបមកលំផាត់ចុងក្រោយគឺឆ្ងាញ់ចាហើយក្នុងនោះអត់មានពងទាទេគឺមានតែពងក្រពើនិងពងមាន់4គ្រាប់អ្នកទាំងអស់គ្នាចង់ប្រាប់ប៉ុណ្ណឹងអូនិយាយឡើងវែងប៉ុន្តែវាជារឿងហូរចិត្តក្នុងឆាកជីវិតហើយចឹងចង់និយាយថាម្ហូបមួយចានស្បៃកញ្ញាស្ងោពងទាប្រៃក្រពើហ្នឹងអ្នកគ្នាមកជាតិហ្នឹងគឺអាចគឺគ្មានឱកាសស៊ីហ្មងនិយាយមែនមកជីវិតហ្នឹងព្រោះថាដើម្បីបានស៊ីវាគឺឆ្លងកាត់ដំណាក់កាល4ធំតែមិនមែនលេងសើចទេចាក៏តែទេវតាខ្ញុំមិនធ្វើបានហ្នឹងហើយខ្ញុំបានមកស្អាតគឺឆាក់មកបានហើយនេះគឺសក់ញ៉ៃញ៉ៃទេហើយជាស្លាយផងនិយាយពាក្យស៊ីដោយសារតែភ្លាមហ្នឹងអស់ចំណោទខ្លួនឯងពេកមកជីវិតនឹងមានពេលនេះចឹងបានដល់ហើយដឹងចប់មកហើយនេះគឺខ្ញុំណែនាំ Alpha Aroma របស់ខ្ញុំអ្នកនរគ្នាជួយព្យាបាលរាល់បញ្ហាមុនមិនថាមុនតូចមុនធំស្នាមខ្មុតស៊ីមុនកប់សាច់មុនក្បាលខ្មៅហើយនឹងមុខហុងប្រហោងអីហ្នឹងគឺអាចសាកប្រើបាន$15គឺល្អប្រើពិតហ្មងជីឈុតមាន3មុខបងប្អូនគ្នានឹងអ្នកនរគ្នាកូនទី1ហ្នឹងគឺ Alpha Aroma ចោលបានទេតែមក Fine One Powerful Serum ហ្នឹង$16ហើយនឹង cream ហ្នឹងគឺ$23អ្នកនរគ្នា